Xe mong bong calo nhóm chỗ đó học pi vậy nhá nhóm bắt calo nâng dễไปចិត្តមកខែហើយហើយមានបងបងមួយចំនួនគាត់ទៅតែហាជាចាប់អារម្មណ៍វីដេអូខ្ញុំឬក៏ទៅតែបានឃើញវីដេអូខ្ញុំក៏បានសួរពាក់ព័ន្ធនឹងការដែលធ្វើ fasting របស់ខ្ញុំនឹងខ្ញុំធ្វើ fasting ជ្រើសរើស23លើ1ដែលខ្ញុំញ៉ាំអាហារគោថ្ងៃត្រង់ហើយខ្ញុំធ្វើនេះដោយសារខ្ញុំធ្លាប់ធ្វើច្រើនឆ្នាំមកដែរតែគាត់ថាក៏បរាជ័យច្រើនដងមកដែរដោយសារពេលខ្លះខ្ញុំនៅអត់ទាន់យល់ពីអីដែរfasting ឬក៏រៀបរបបអាហារឲ្យបានត្រឹមត្រូវដូចពីមុនអញ្ចឹងគឺខ្ញុំធ្វើខ្ញុំ focus លើថាខ្ញុំញ៉ាំតែសាឡាត់ឬក៏ញ៉ាំអីដែលតិចតិចខ្ញុំអត់បានគិតណាដល់ពេលអញ្ចឹងទៅបានខ្ញុំអាចនឹងថាបរាជ័យតែពេលឡើយខ្ញុំយកឲ្យបងអាចដូចខ្ញុំអញ្ចឹងខ្ញុំញ៉ាំអីក៏ខ្ញុំញ៉ាំបានដែរគ្រាន់តែខ្ញុំអត់សូវញ៉ាំរបស់ខ្លាញ់ដូចសាច់ជ្រូកអញ្ចឹងក៏កុំសូវញ៉ាំសាច់ជ្រូក3ជាន់អីយើងញ៉ាំសាច់សុទ្ធទៅក៏វាមានប៉ះពាល់ដែរហើយកាត់បន្ថយគ្រឿងឲ្យបានច្រើនហើយកាត់បន្ថយបាយរាល់ថ្ងៃហ្នឹងខ្ញុំញ៉ាំបាយតែបន្តិចទេថ្ងៃខ្លះគឺខ្ញុំអត់ញ៉ាំទៅអញ្ចឹងបងត្រូវយល់ដឹងថាយើងមិនបាច់ទៅញ៉ាំសាឡាត់រាល់ថ្ងៃអីទេយើងញ៉ាំអាហារដែលយើងញ៉ាំធម្មតាទៅគ្រាន់តែយើងកាត់ជាតិខ្លាញ់ចេញហើយនឹងកាត់គ្រឿងដិតចេញទៅស្ករប៊ីចេនឹងយើងប្រើតិចតួចមែនតែនទៅឡែមសាបទៅគឺវាល្អសម្រាប់សុខភាពហើយទីមួយទៀតគឺភេទជ្ជៈដូច Sting Coca ឬក៏គ្រឿងកំប៉ុងអីក៏ដោយព្រោះពួកហ្នឹងមានជាតិស្ករនៅក្នុងនឹងខ្ពស់អញ្ចឹងព្យាយាមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជំនួសមកវិញបានល្អនេះគឺជាបទពិសោធន៍របស់ខ្ញុំទេបទពិសោធន៍ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបង